video này nhưng mà trong vậy bị ca thơ về sai thì té phần tái nó không video này nhưng nâng chạy bị bành hạ sọc phép để sau thì đập pí cua tại đợt cái thai nè môi trường nón to cứ con anh nâng đăng bị bành hạ sọc phép nâng con cha thai lại xa sọc phép bọc quạt phần tay nè môi trường nón tiết nhưng cái thai có ban cha bà đón tê còn cất tập bị ca thơ về xa có đôi chia cất tập bị ca bà lòng nằm bay thiểm thường mất oi bà lòng chọt trong video ngàyนี้គឺខ្ញុំនឹងចែកអំពីបញ្ហាសុខភាពដែលអូនគួរតែដឹងហើយនឹងជៀសវាងនៅអ្វីដែលអត់ល្អសម្រាប់ធ្វើឲ្យសុខភាពបងអូនហ្នឹងកុំឲ្យមានបញ្ហានៅពេលដែលថ្ងៃប្រឡងមកដល់ចំណុចដំបូងគេហ្នឹងគឺអាកាសធាតុហើយដែលបានជាអាកាសធាតុវាមានបញ្ហាទៅដល់សុខភាពរបស់យើងប្រកាសណាអាកាសធាតុគឺបានធ្វើឲ្យយើងឈឺអញ្ចឹងដូចដែលយើងដឹងថាខែហ្នឹងក៏ដូចជាទៅដល់ខែខាងមុខទៀតអាចនឹងមានការភ្លៀងអញ្ចឹងអ្នកនរគ្នាគួរតែត្រៀមទុកមុននៅឆាត់ក៏ដូចជាអាវភ្លៀងដើម្បីពាក់ទៅសាលាឬក៏មកពីសាលាវិញជៀសវាងកុំឲ្យត្រូវទឹកភ្លៀងហ្មងប៉ុន្តែបញ្ហាហ្នឹងគឺយើងអាចខាំងបានទេដោយសារអីដោយសារតែជាបញ្ហារបស់ធម្មជាតិហើយអីដែលយើងអាចខាំងខ្លួនឯងបានគឺការមានរបបអាហារមិនល្អការមានរបបអាហារមិនល្អមានដូចជាការ skip បាយព្រឹកយើងអត់ញ៉ាំបាយព្រឹកទេហើយមួយទៀតគឺការញ៉ាំមីក៏ដូចជាគ្រឿងកំប៉ុងអីផ្សេងៗដែលវាប៉ះពាល់ដល់សុខភាពយើងអត់ដឹងទេថាទៅដល់ថ្ងៃបាក់ឌុបឬក៏នៅក្នុងកំឡុងពេលដែលយើងត្រៀមធ្វើវិញ្ញាសាហ្នឹងវាមានបញ្ហាអីកើតឡើងខ្លះអញ្ចឹងអីដែលយើងអាចគួរជៀសវាងបានក៏ដូចជាកាត់បន្ថយញ៉ាំមីឬក៏ភេសជ្ជៈហ្នឹងយើងអាចថាអូញ៉ាំម្ដងមួយកាលទៀតទៅប៉ុន្តែយើងមិនមែនថាឈប់ហ្មងទេគ្រាន់តែថាយើងកុំអាសាញ៉ាំវាពេកព្រោះអាចនឹងមានបញ្ហាព្រោះយើងអត់ដឹងមុនទេថាយើងនឹងមានបញ្ហាអីគេកើតឡើងអញ្ចឹងអីដែលយើងគួរធ្វើគឺជៀសវាងហ្មងអ្នកទាំងគ្នាហើយចុងក្រោយគេហ្នឹងគឺតកតងជាមួយនឹងសុវត្ថិភាពនៅពេលដែលយើងធ្វើដំណើរទៅវិញទៅមកទៅសាលាឬក៏ទៅរៀនគួរឬក៏ទៅណាទៅណីទាំងអស់អញ្ចឹងគឺយើងត្រូវតែពាក់មួកសុវត្ថិភាពក៏ដូចជាយើងបន្ថយនៅល្បឿននៃការបើករបស់យើងឬក៏អីអញ្ចឹងណាព្រោះគ្រោះថ្នាក់យើងអាចមើលឃើញទេអញ្ចឹងអីដែលយើងគួរតែជៀសវាងបានយើងគួរតែជៀសវាងគួរតែអភ័យដូចជាការបើកម៉ូតូក្នុងល្បឿនណាមួយគឺយើងត្រូវតែបន្ថយល្បឿនទៅយើងគ្រាន់តែការពារសម្រាប់ខ្លួនឯងទេនៅពេលដែលយើងចិត្តប្រឡងយើងអត់ចង់ឲ្យមានបញ្ហាអីមកញ៉ៃយើងទេយើងដឹងតែគិតតែមួយគឺការត្រៀមប្រឡងរបស់យើងនឹងត្រូវទៅដោយរលូនមកកុំឲ្យអាបញ្ហាកពិកកពុកនោះវាធ្វើឲ្យយើងមានវិបត្តិក៏ដូចជាធ្វើឲ្យយើងកាន់តែ stress ទៅលើការប្រឡងរបស់យើងណាអញ្ចឹងអ្នកនរគ្នាកុំភ្លេចថែទាំសុខភាពផងណា